សំណាងហើយមានរបស់តែ5ប៉ុណ្ណោះដែលបានតែយ៉ាងណាខ្ញុំប្រហែលជាត្រូវប្រើពេលយូរដើម្បីរកវាប៉ែម៉ែកូនយករបស់សំខាន់ទាំងនេះត្រឡប់មកវិញហើយចាប់ពីពេលនេះទៅកូននឹងមើលថែវាឲ្យបានល្អរឿងនេះត្រូវតែអរគុណលោកជាងបើមិនអញ្ចឹងខ្ញុំច្បាស់ជាមិនអាចយកវាត្រឡប់មកវិញបានទេពេលនេះគ្រប់យ៉ាងក៏បានមកវិញហើយដល់ពេលដែលត្រូវធ្វើតាមសន្យាចែកផ្លូវគ្នាជាមួយលោកជាងខ្ញុំមិនអាចរារាំងផ្លូវរបស់គាត់បានទេចាំឲ្យគាត់ត្រឡប់មកវិញពួកយើងនឹងលែងលះគ្នាលោកស្រីច្បាយធំហៅលោកស្រីឲ្យទៅជួបប៉ារបស់លោកជាងចង់ជួបខ្ញុំមែនទេហើយយ៉ាធាត់ខ្លាំងណាស់ខ្ញុំធ្លាប់បានឃើញនាងម្ដងរួចហើយនាងតែឃើញលើកទី1ទេហ៎លោកពូជាងចង់ជួបខ្ញុំមានការអីដែរនាងឆ្លាតគួរសមដែលមិនផ្លាស់ប្ដូរមកហៅយើងថាប៉ាព្រោះថាបើហៅថាប៉ាយើងច្បាស់ជាមានរឿងច្រើនដែលត្រូវនិយាយគ្នាហើយឈ្មោះចេនីងមែនទេនាងជាមនុស្សឆ្លាតប្រហែលជាស្មានដឹងហើយណាថាយើងហៅនាងមកមានការអីចង់ឲ្យខ្ញុំចាក់ចេញពីជាងចឹងតើត្រូវទេលោកប្តីបងឃើញដែរទេខ្ញុំថាហើយនាងច្បាស់ជាយល់ពីអ្វីដែលយើងចង់និយាយចេនីងបើនាងបានដឹងច្បាស់ហើយអញ្ចឹងមីងសុំមិននិយាយអ្វីច្រើនទេណាគ្រួសារជាងរបស់យើងមានចិត្តធម៌ខ្លាំងណាស់យើងនឹងមិនឲ្យនាងចេញទៅវិញដៃទៅទេនៅក្នុងកាត់នេះមានលុយ 10,000 យួននាងយកលុយនេះទៅសម្រក់ទម្ងន់ឲ្យស្អាតទៅណារួចហើយក៏រកចាប់មនុស្សប្រុសណាម្នាក់ដែលមានឋានៈស្មើនាងហើយរៀបការតែម្ដងទៅ 10,000 យួននេះឯងដែលថាចិត្តធម៌វាមិនស្មើនឹងកំទេចមរតកដែលប៉ាម៉ាក់ខ្ញុំទុកឲ្យផង